នេះខ្ញុំនឹងប្រែខ្លួនធ្វើជាអ្នកដែលឆ្លងមួយថ្ងៃតែจะต้องមានឧបសគ្គច្រើនយ៉ាងណាទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាហើយយើងជីបានផ្លែតក៏បានមកដល់នេះឥឡូវខ្ញុំបានមកដល់គុំវាធ្វើក៏ខ្ញុំដល់ព្រឹងខ្ញុំធ្វើការយកស្រង់រដូវ3ដាក់តាមតុចឹងទៅហើយបងខ្ញុំក៏អ្នកនៅចាប់ជើងហើយក៏ឲ្យកុំឲ្យសាំញ៉ាំយូរពេកខ្លាចដល់មកអ្នកគ្នាហើយយើងធ្វើការលើកស្លងលឿនតែម្ដងហើយគាត់អ្នកចាប់យើងនៅចាប់ទៅយើងអ្នកយកទៅគាត់នៅចាប់2នាក់យើងនៅ2នាក់ឥឡូវនេះព្រោះអីមនុស្សមាន4នាក់2នាក់អ្នកលើកស្លង2នាក់និងអ្នកចាប់ជើងស្លង2នាក់ដូចជាខ្ញុំជាមួយនឹងបងខ្ញុំ1នាក់ហើយបងខ្ញុំមួយទៀតចាប់ជាមួយនឹង2នាក់បងគាត់ទៅហើយខ្ញុំក៏បានដើរទៅយកស្លងតែម្ដង